ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចូលធ្វើការវិញបន្ទាប់ពីឈប់សម្រាកឈឺរយៈពេល15ថ្ងៃវាមិនមែនជារឿងងាយស្រួលទេពេលឈឺទើបយើងដឹងថាសុខភាពមានតម្លៃប៉ុណ្ណាពេលគេងឈឺលើគ្រែយើងគិតច្រើនគិតពីការងារនៅសល់ការងារច្រើនដែលត្រូវបញ្ចប់មុនដាច់ឆ្នាំមួយទៀតគិតពីការចំណាយផ្សេងៗក្នុងគ្រួសារមិនដឹងមានអ្នកណាគិតគូរឬអត់ទេគិតពីអនាគតបើគ្មានយើងតើកូនទៅជាយ៉ាងណាសំខាន់បំណុលធនាគារអ្នកណារ៉ាប់រងពេលនោះហើយទើបខ្ញុំដឹងថាខ្ញុំជាមនុស្សសំខាន់ណាស់ហើយខ្ញុំក៏ចាប់ផ្ដើមមានកម្លាំងចិត្តនឹងចូលបន្ទប់វះកាត់ដោយទំនុកចិត្តព្រមទាំងជឿថាខ្ញុំមិនអីទេការវះកាត់ប្រកាសជាជោគជ័យព្រោះខ្ញុំនៅមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើកម្លាំងចិត្តបានមកពីការគិតវិជ្ជមានធ្វើឲ្យគ្រប់យ៉ាងទទួលបានលទ្ធផលល្អទើបធ្វើឲ្យខ្ញុំមានថ្ងៃត្រឡប់ទៅធ្វើការវិញថ្ងៃនេះជាថ្ងៃដំបូងត្រឡប់ទៅធ្វើការមានទាំងការភ័យមានទាំងការព្រួយបារម្ភតែខ្ញុំប្រាប់ខ្លួនឯងថាយ៉ាងហោចណាស់ខ្ញុំនៅរស់នឹងអាចតស៊ូបន្តបានមេរៀនដែលខ្ញុំរៀនបានគឺកុំរត់តាមការងារដែលដល់ភ្លេចខ្លួនកុំបដូរសុខភាពដើម្បីលុយព្រោះបើគ្មានសុខភាពក៏គ្មានអ្វីនៅសល់ដែរបើអ្នកកំពុងឈឺសូមកុំបោះបង់សូមថែខ្លួនឯងនេះគឺជាសម្លេងនៃបទពិសោធន៍ពិតពីខ្ញុំសូមអរគុណដែលបានស្ដាប់ប្រសិនបើបងប្អូនចូលចិត្តសូមកុំភ្លេច Subscribe Channel YouTube របស់ខ្ញុំផងសូមអរគុណ